大家好，同学们好បាទសួស្តីសិស្សសិស្សទាំងអស់គ្នាវីដេអូនេះលើសមកបង្រៀនតកតងជាមួយនឹងសំឡេងរបស់ភាសាចិនទាំង4បាទសម្រាប់សំឡេងនេះគឺសំខាន់មែនតើសម្រាប់បងប្អូនយើងសិស្សយើងដែលទើបតែចាប់ផ្ដើមរៀនថ្មីបាទសម្រាប់វីដេអូនេះគឺជូនដល់សិស្សទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះគឺសំខាន់មែនតើព្យាយាមចាប់ឲ្យបាននៃសំឡេងរបស់លើសអានបាទតោះចឹងយើងចាប់ផ្ដើមអានទាំងអស់គ្នាសម្រាប់សំឡេងទី1នេះគឺយើងអានស្មើហើយស្រាលបាទហើយសំឡេងទី2នេះគឺយើងអានសំឡេងអូសឡើងលើបាទសំឡេងទី3គឺចុះហើយឡើងចុះក្រោមហើយឡើងណាបាទសំឡេងទី4គឺយើងអានសំឡេងរឿងធ្ងន់ហើយសង្កត់ធ្ងន់ចុះក្រោមតោះអូខេឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នា声调符号声调符号និមិត្តសញ្ញានៃសំឡេងបាទតោះសំឡេងទី1អាសំឡេងទី2អាសំឡេងទី3អាបាទសំឡេងទី4អាបាទឥឡូវយើងចូលអក្សរអម្ដងបាទវបាទបាទអញ្ចឹងសម្រាប់សំឡេងទាំងអស់នេះពេលដែលយើងប្រកបតិចទៀតលើសនឹងចូលទៅដល់ប្រកបឯងចូលទៅដល់ប្រកប pin in ហើយនឹងអក្សរចិនបាទវីដេអូក្រោយគឺយើងនឹងចូលទៅកាន់ការប្រកបនឹងហើយតើប្រកបបែបម៉េចហើយមានសក់បែបម៉េចដែលយើងគួរអានបែបម៉េចណាបាទអញ្ចឹងនៅលើតួអក្សរនីមួយលើ pin in នីមួយតែងតែមានសក់នៅពីលើឯងបាទសក់ស្មើអញ្ចឹងឬក៏ឡើងលើអញ្ចឹងពេលដែលឃើញវាគឺយើងត្រូវចាំសំឡេងទាំង4ហ្នឹងហ្មងថាសំឡេងស្មើហ្នឹងគេអានបែបម៉េចគឺយើងដឹងហើយថាសំឡេងស្មើយើងអានថាអញ្ចឹងតិចទៀតវីដេអូក្រោយទៀតលើសនឹងបញ្ចូលកន្លែងហ្នឹងដើម្បីឲ្យកាន់តែច្បាស់ដោយសារយើងអត់ទាន់មាន pin in អត់ទាន់បានប្រកបអញ្ចឹងពិបាកនៅក្នុងការបញ្ចូលបាទអញ្ចឹងវីដេអូហ្នឹងយើងរៀនតែប៉ុណ្្នឹងសិនហើយវីដេអូក្រោយទៀតយើងនឹងបន្តប្រកបស្រៈជាមួយលើសទាំងអស់គ្នាបាទអញ្ចឹងបើសិនអានមកចប់ភាសាទៀតហើយចាំសម្រាប់ទាំងអស់គ្នាណាបាទ声调符号我បាទវីដេអូនេះ老师សូមបញ្ចប់តែព្រមហ្នឹង同学们下次再见